បាទសួស្តីសិស្សានុសិស្សទាំងអស់បាទហើយយើងពុកម៉ែបងប្អូនជាទីគោរពរាប់អានហើយជាពិសេសបងប្អូនដែលកំពុងតែប្រើកុំព្យូទ័រដែលគាត់ទៅរៀនប្រើអីចឹងបងហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាដូចជា key យើងវាយមិនដើរបាត់អក្សរវាយមិនចេញអក្សរវាគាំងវាអីចឹងណាហើយយើងធ្វើយ៉ាងម៉េចបងប្អូនតើមានវិធីអីដោះស្រាយអត់វិធីទី1គឺយើងរក key ថ្មីមកដូរដើម្បីឲ្យវាប្រើ key នឹងបានទាំងអស់អញ្ចឹងណាចុះវិធីមួយទៀតបើយើងគ្មាន key ទេតើយើងធ្វើយ៉ាងម៉េចអូខេដូច្នេះបងប្អូនអាចប្រើគេហៅថា virtual key ឬគេហៅថា key សព្វនិមិត្តយើងអាចប្រើជំនួសវាបានអញ្ចឹងបងចុះធ្វើយ៉ាងម៉េចដើម្បីអាចប្រើវាបានអញ្ចឹងបងប្អូនគ្រាន់តែចុច control បូកនឹងនិមិត្តសញ្ញា window ហើយបូកនឹងអក្សរ O មកណាអូខេម្ដងទៀតណា control window ហើយបូកនឹងអក្សរ O មកបងនេះអក្សរនេះមកណាតែ3 key នឹងមកគឺវាចេញ key នេះមកណាគេហៅ virtual key ឬក៏ហៅថា key សព្វនិមិត្តអូខេអញ្ចឹងបងប្អូនអាចចង់បានអក្សរឬក៏លេខកន្លែងណាបងប្អូនអាចចុចរើសយកទៅបានអាចជំនួសគ្នាបានហើយអញ្ចឹងណាយើងមិនបាច់ដាក់ key ក្រៅទេយើងអាចធ្វើបានបើករណីយើងខូចអុកមកថាខូចអក្សរ K តែមួយទេអញ្ចឹងយើងមិនអាចទៅទិញ key ថ្មីមកដូរទេអាចប្រើអញ្ចឹងជំនួសតំងទៅក៏បានដែរអញ្ចឹងបងហ្នឹងហើយអូខេហើយក្រៅពីការបង្ហាញនៅ virtual key នេះនៅមានរឿងមួយទៀតតាក់ទងទៅនឹងការ print screen រូបថតឬក៏រូបភាពនៅលើអេក្រង់របស់យើងហ្នឹងឬក៏នៅផ្នែកណាមួយអញ្ចឹងបងការកន្លងមកបងប្អូនអាចប្រើលក្ខណៈគេហៅថា print screen ដល់សញ្ញា print screen យើងវាមានអក្សរកាត់ PRT ហើយ SCR ឲ្យតែឃើញអាអក្សរប្រមាណហ្នឹងមកអាហ្នឹងគេហៅថា print screen ហើយប៉ុន្តែអាហ្នឹងពេលដែលយើង print screen មានន័យឲ្យមកទាំងមូលមានថាអេក្រង់យើងប៉ុណ្ណាវាបង្ហាញពេញប៉ុណ្ណឹងហ្មងអូខេចុះបើសិនជាយើងចង់បាននៅផ្នែកណាមួយនៃអេក្រង់របស់យើងតើយើងគួរធ្វើអាហ្នឹងទៀតឬយ៉ាងណាគឺយើងអត់ធ្វើអាហ្នឹងទេគាត់ប្រើលក្ខណៈ print screen ទេបងប្អូនអាចប្រើ shortcut key បងប្អូនណាអូខេតែដើម្បីប្រើ shortcut key ហើយអាចបង្ហាញនៅគេហៅថា screenshot នឹងបានប្រើ screenshot បានហើយអាចមានគេហៅថា line សម្រាប់ឲ្យយើងអូសទៅតាមអ្វីដែលយើងចង់បានទីតាំងណាដែលយើងចង់បានអញ្ចឹងបងយើងធ្វើម៉េចអូខេបងប្អូនគ្រាន់តែប្រើ C ហើយបូកសញ្ញា window ហើយបូកនឹងអក្សរ S នេះមកនឹងចេញបានហើយអូខេអញ្ចឹងណាបងអញ្ចឹងឧទាហរណ៍ខ្ញុំចុចវាសាមើលណាឧទាហរណ៍ខ្ញុំប្រើអញ្ចឹងណា control សញ្ញា window បូកនឹងអក្សរ S នេះវាឃើញបងប្អូនឃើញណានេះវាឲ្យយើងរើសបងប្អូនចង់បានជ្រុងចង់បានបែបម៉េចឬបែបហ្នឹងមកឥឡូវខ្ញុំអត់ទេខ្ញុំយកអានេះស្រាប់ហ្មងបងប្អូនគាត់គូសវាអញ្ចឹងមកអូខេគូសចង់បានប៉ុណ្ណាគូសប៉ុណ្ណឹងមកអញ្ចឹងណាអូខេឥឡូវយើងផាសអញ្ចឹងយើងផាសវាមកនេះយើងបាន key មួយទៀតណាបងអូខេឥឡូវយើងបាត់អា key នេះសិនណានេះយើងបាន key នឹងមកណាអូខេនេះមិនកិលមិនបានបងប្អូនយកទៅនេះណាអូខេឃើញអត់អញ្ចឹងយើងប្រើលក្ខណៈ shortcut key គឺងាយស្រួលថងថាយើងចង់បានត្រឹមទីតាំងណាត្រឹមចំណុចណាយើងអាចប្រើ shortcut key នឹងមកគឺគ្រាន់តែចុច shift បូកនិមិត្តសញ្ញា window ហើយបូកនឹងអក្សរ S មកគឺបានហើយបងប្អូនអាចធ្វើទៅញយទៅវាយើងថ្ងៃក្រោយចាំហើយបើយើងអត់ដែរធ្វើអាចថាមិនចាំមែនអញ្ចឹងណាយូរធ្វើម្ដងអញ្ចឹងណាតែបើសិនជាបងប្អូនឆាប់ភ្លេចអីបងប្អូនអាច save វីដេអូនឹងទុកsave វាទុកទៅថ្ងៃក្រោយយើងមានបញ្ហាអីយើងមានវីដេអូឲ្យស្រាប់អញ្ចឹងណាយើងមើលទៅអូខេព្រោះតែខ្ញុំពីមុនមកក៏ខ្ញុំមិនសូវចាំដែរប៉ុន្តែខ្ញុំប្រើកុំព្យូទ័ររាល់ថ្ងៃទៅក៏វាចាំអញ្ចឹងមកណាអញ្ចឹងភាពខុសគ្នារវាងការប្រើ shortcut key ហើយមួយទៀតយើងប្រើ shortcut key ដែរគឺ print screen ប៉ុន្តែត្រូវផាសមកទាំងមូលចុះឥឡូវឧទាហរណ៍ខ្ញុំប្រើ print screen ណាឧទាហរណ៍ថាខ្ញុំចូលមកចេះវិញយើងប្រើ print screen មកనేనుចុច print screen មកលើ key ហ្នឹងមានអក្សរស្រាប់បងប្អូនអូខេហើយខ្ញុំចូលមកកម្មវិធី Word យើងវិញយើងផាសវាមើលអូខេអញ្ចឹងឃើញថាភាពខុសគ្នាគឺត្រង់នេះបងប្អូនត្រង់ថាយើងប្រើ print screen គឺវាមកទាំងមូលអញ្ចឹងហ្មងមកទាំងមូលបើយើងចង់បានមួយផ្នែកណាមួយគឺវាអត់បានទេអញ្ចឹងបងប្អូនអាចអនុវត្តវាធ្វើម្ដងពីរដងណានឹងបានយល់ហើយខុសអានេះវាខុសគ្នាមែនវា screenshot ដូចគ្នាគ្រាន់ថាមួយវាយក full វាយក full
មាន full screen ហ្នឹងហើយមួយទៀតវាអត់យក full screen ទេគឺយើងចង់បានតាណាយើងអូសកន្លែងហ្នឹងមកអញ្ចឹងណាបងប្អូនហើយសួរថា short screenshot ហ្នឹងតាមរយៈshortcut key shift សញ្ញា Windows អក្សរ S ហ្នឹងអាចយក full screen បានអត់យកបានដូចគ្នាដែរគ្រាន់តែមានលក្ខណៈពិសេសឲ្យយើងគូសខុសពីprint screen អញ្ចឹងណាបងប្អូនហ្នឹងហើយអូខេអញ្ចឹងបើសម្រាប់បងប្អូនដែលគាត់គិតថាមានប្រយោជន៍សម្រាប់បងប្អូនអាចជួយ follow ឬក៏ជួយ like share អញ្ចឹងណាបងប្អូនហ្នឹងហើយដើម្បីឲ្យបងប្អូនផ្សេងទៀតដែលគាត់មិនទាន់បានដឹងទេគាត់អាចមើលវីដេអូនឹងឃើញដែរអញ្ចឹងណាបងប្អូនអរគុណច្រើនបងប្អូន